បាទសូមជំរាបសួរនិស្សិតអគ្គិសនីទាំងអស់គ្នាខ្ញុំស្វែងយល់ពីកម្មវិធី Mathcad ខ្ញុំប្រើកម្មវិធីនេះជាទូទៅខ្ញុំពេលអឺយើងកណនីយើងប្រើកម្មវិធីហ្នឹងជំនួសកាសចូលបានណាយើងធ្វើកិច្ចការលើហ្នឹងហើយបើសិនជាយើងធ្វើហើយយើងអាច print វាចេញជាกระดาษយកតែម្ដងណាបាទអូខេអញ្ចឹងបើសិនជាយើងឃើញអក្សរក្រហមនេះវាលោតមកពីយើងអត់តាំងណាបើឧទាហរណ៍ e ហ្នឹងវាស្មើខ្ញុំតាំងឲ្យ e ហ្នឹងស្មើ a ពេលហ្នឹងវានៅលេខហ្នឹងវានឹងលែងអីបន្ទាប់មកខ្ញុំជំនួសមួយទៀតឧទាហរណ៍ power factor នេះខ្ញុំឲ្យវាស្មើ0.8ឃើញទេវាលេខវានឹងលែងប្រែប្រួលប៉ុន្តែនៅតាក់ទងជាមួយនឹងអក្សរ V មួយទៀតអញ្ចឹង V នេះខ្ញុំតាំងឲ្យឧទាហរណ៍ថាភ្លើងនឹងប្រើ220 វ៉ុលណាបាទឃើញទេអូខេអាលេខនេះតាំងតឲ្យគ្នាទៀត V គិតជាវ៉ុលបានប៉ុន្មានអីអញ្ចឹងឥឡូវឧទាហរណ៍ V ស្មើអត់ទេឥឡូវសុំទោសឥឡូវយើងមិនបាច់ទេយើងកាន់តែវាយយកតែប៉ុណ្្នឹងបានមិនបាច់នាំវែងឆ្ងាយឃើញទេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំគ្រាន់តែថាបាច់នេះគ្រាន់តែថាឥឡូវយើងយើង copy ហើយយើងផាសវាមកឃើញទេពេលយើងផាសវាមកយើងគ្រាន់តែវាយសញ្ញាស្មើមួយមកវាគិតឲ្យឃើញទេហើយបើសិនជាឃើញតម្លៃបែបប៉ុណ្ណេះយើងដូរវាចេញទៅឃើញទេដោយសារ e វាគិតជាសំទោពេលវាគិតជាហេអានេះខ្ញុំអត់ទេអានេះយើងដូរវាទៅធម្មតាវិញណាធម្មតាវិញទៅ e ហ្នឹងខ្ញុំសំទោសមកពីខ្ញុំអត់តាំងដល់អក្សរ a ឃើញទេយើងអត់តាំងដល់អក្សរ a ឥឡូវខ្ញុំតាំងឲ្យអក្សរ a តើចឹងអំពែវាឧទាហរណ៍ថាខ្ញុំស្មើនឹង16អំពែ a ហ្នឹងស្មើ16អូខេលេខហ្នឹងវានឹងប្រែប្រួលទៅនេះឥឡូវនេះ e ហ្នឹងស្មើ16អំពែឃើញទេបតក់ខាងលើវិញឃើញសូម្បីតែការប្រើប្រាស់ពេលណាយើងទាញដាក់ខាងក្រោមខាងលើក៏វាប្រកាន់ដែរអញ្ចឹងបងប្អូនត្រូវដឹងថាហ្នឹងវាបែបហ្នឹងបើយើងមិនចង់បានបែបហ្នឹងទេលុបវាចេញយើងត្រូវការ e ហ្នឹងស្មើ16យើងដាក់ e ស្មើ16អំពែយកហ្មងអាហ្នឹងតម្លៃលេខវានឹងចេញមកផ្សេងអញ្ចឹងសរុបមកគឺពេលវាស្មើនឹង2816វ៉ាត់ហ្នឹងបងប្អូនយល់ណាហើយបើសិនជាយើងចង់ថាឥឡូវពេលហ្នឹងគិតជាវ៉ាត់ពេលហ្នឹងស្មើអឺវ៉ាត់អញ្ចឹងញ៉ាំខ្ញុំតាំងឲ្យអូខេនេះវានឹងមានបញ្ហាអញ្ចឹងត្រូវការអាវ៉ាត់ហ្នឹងផ្សេងទៀតអូខេខ្ញុំបិទវាវិញអូខេអានេះរបៀបប្រើណាអរគុណច្រើនជួបគ្នានៅមេរៀនបន្តទៀត